Bác em bắt xong trong rịp xô bộ mai mình từng ngọt ní bạn thật nôngថ្ងៃនេះពុកម៉ែមីងគឺថ្ងៃទី30ហើយថ្ងៃម្សិលមិញខ្ញុំមិនបានចែកជូនទៅកាន់ពុកម៉ែមីងទេដោយពុកម៉ែមីងបានដឹងហើយបាទពួកអីរួចជាមួយកូនអញ្ចឹងណាពុកម៉ែមីងបានចឹងនៅក្នុងថ្ងៃនេះខ្ញុំបានមានសបិនខ្លីមួយដែរចែកជូនទៅកាន់ពុកម៉ែមីងនៅក្នុងថ្ងៃនេះគឺសបិនថាកូនសិស្សខ្ញុំបាទកូនសិស្សខ្ញុំគាត់កាប់ដើមម្សៅប៉ុន្តែដើមម្សៅហ្នឹងដូចរបៀបវានៅកប់ក្នុងដីណាពុកម៉ែមីងពេលដែលយើងកាប់ទៅស្អាតបាទយើងដូចយើងហូតអាស័យហ្នឹងចេញពីក្នុងដីហ្នឹងមកបានអញ្ចឹងណាបាទប៉ុន្តែដល់ពេលកាយទៅវារៀងអាលុំដីរៀងនេះគេហៅដីវាដីទួលដល់ពេលអញ្ចឹងវារៀងអាលុំដីហ្នឹងមកក៏ចេញពុះពុកម៉ែមីងហ្នឹងហើយពុះហ្នឹងគឺពុះវែកតែម្ដងណាបាទហើយស្រាប់មានអីវាឡើងទៅលើហូរទៅចឹកប៉ុន្តែពេលរួចទៅចិត្តដល់ក៏បកាច់តោងទៅដោយសារពុះហ្នឹងដាច់ខ្លួនជាពីរហើយដោយសារពេលយើងកាប់មិញហ្នឹងវាចំខ្លួនជាពីរណាបាទហ្នឹងហើយអញ្ចឹងគឺពុះដាច់ជាពីរហើយអត់មានបានទៅចឹកអីដល់ទេគ្រាន់តែទៅធ្វើឈីតចិត្តហ្នឹងណាបាទហ្នឹងហើយអញ្ចឹងសបិនរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងចែកជូនទៅកាន់ពុកម៉ែមីងបាទជូនពរពុកម៉ែមីងហេងទាំងអស់គ្នាសម្រាប់ថ្ងៃនេះ